តកតងទៅនឹងមេដៃរបស់យើងគឺមានសារៈសំខាន់ណាស់ពីព្រោះមេដៃបង្ហាញអំពីភាពរឹងមាំបង្ហាញអំពីឆន្ទៈvà បង្ហាញអំពីមហិច្ឆតាបង្ហាញអំពីការគ្រប់គ្រងហើយបើមេដៃយើងមានអតុល្យភាពមានន័យថាប្រវែងនៅខាងលើមេដៃនេះហើយនឹងនៅកដាលនេះអាចនឹងស្មើគ្នាអានឹងជាទូទៅល្អប៉ុន្តែបើសិនជាប្រវែងនៅខាងលើនេះខ្លីដូចដៃគាត់អញ្ចឹងបើប្រវែងនៅខាងលើនេះខ្លីបាទហើយនៅខាងលើនេះនៅខាងក្រោមនេះវែងអានឹងគឺអត់មានតុល្យភាពទេបាទនៅខាងលើនេះបាទគឺតំណាងឲ្យមហិច្ឆតាបាទភាគច្រើនគឺមហិច្ឆតាហើយនៅខាងក្រោមនេះគឺគិតពីរឿងហេតុផលបាទនៅពេលដែលខាងលើមានមហិច្ឆតាខាងក្រោមនេះព្យាយាមរកហេតុផលដើម្បីឲ្យសមស្របទៅនឹងកម្លាំងទៅនឹងមហិច្ឆតាដែលគាត់ចង់បានប៉ុន្តែបើសិនជាខាងលើនេះខ្លីមានន័យថាមហិច្ឆតារបស់គាត់នឹងរៀងខ្សោយហើយគាត់នឹងអាចប្រើហេតុផលច្រើនដើម្បីទប់មហិច្ឆតារបស់គាត់នឹងមិនឲ្យទៅណាទេឧទាហរណ៍ថាគាត់ចង់ធ្វើអ្វីមួយអញ្ចឹងតែងតែមានហេតុផលមករារាំងថាធ្វើនេះមិនកើតធ្វើនេះមិនល្អឬក៏ហេតុផលដែលជំរុញឲ្យគាត់នឹងមិនអាចធ្វើអីបានបាទឧទាហរណ៍ថាគាត់ចង់ធ្វើការអីមួយធំនេះជាកម្លាំងមហិច្ឆតារបស់គាត់រុញមកហើយហេតុផលរបស់គាត់នេះគឺគាត់មិនសមស្របទៅវិញបាទមានន័យថាច្រើនទៅប្រឆាំងចឹងកាលណាបើសិនជាមេដៃរបស់យើងអត់មានតុល្យភាពទេគឺវាពិបាកនៅក្នុងការសម្រេចចិត្តណាបាទពិបាកនៅក្នុងការសម្រេចចិត្តហើយជាទូទៅគឺមិនសូវមានលំនឹងច្រើនទេបាទ